ឱសថប្រើសម្រាប់ព្យាបាលក្រពះពោះវៀនជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាចាពីវីដេអូមុននាងខ្ញុំបានចែករំលែកបងប្អូនទាំងអស់គ្នាអំពីរុក្ខជាតិមួយប្រភេទដែលយើងប្រើប្រាស់ចាសម្រាប់សម្រួលក្នុងការដំណេកឬក៏គេហៅថាគេងអត់លក់ឬក៏គេហៅថាអ្នកដែលមានបញ្ហាផ្សែងផ្សាតចាសម្រាប់បងប្អូនទាំងអស់គ្នារុក្ខជាតិមួយប្រភេទនេះយើងហៅថាព្រះក្របចានេះគឺផ្លែហើយផ្កាហើយព្រះក្របនេះគឺយើងអាចហៅដើមសាពះចាអ្នកខ្លះគេហៅដើមសាពះឬក៏បន្លាស្អិតតាមតំបន់ខ្លះតាមគ្រាមភាសាបងស្គាល់អីហៅហ្នឹងទៅចាភាសាដែលយើងប្រើផ្លូវការគឺព្រះក្របនេះបងប្អូនទាំងអស់គ្នាចំណាំបានអត់ពិបាកចំណាំទេដោយសារនៅពេលដែលយើងប៉ះស្លឹករបស់វាគឺវាក្តោបទៅក្រោមតែម្ដងព្រះក្របនេះបងប្អូនទាំងអស់គ្នាគឺផ្ការបស់វាពណ៌បែបនេះណាចាហើយដើមរបស់វាគឺមានលក្ខណៈប្លាចាហើយនេះគឺជាផ្លែរបស់វាចាសម្រាប់ព្រះក្របនេះបងប្អូនទាំងអស់គ្នាគឺយើងប្រើសម្រាប់ថ្នាំព្យាបាលក្រពះពោះវៀនសម្រាប់បងប្អូនទាំងអស់គ្នាយើងប្រើ15ក្រាមក្នុងការចាដាំទឹកពិសាសម្រាប់បងប្អូនទាំងអស់គ្នាមានចម្ងល់ពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់បងប្អូនទាំងអស់គ្នាអាច comment ខាងក្រោមវីដេអូរបស់នេះខ្ញុំបានសម្រាប់បងប្អូនទាំងអស់គ្នាក៏អាចជាវថ្នាំពីខាងនេះខ្ញុំបានផងដែរប្រសិនបើបងប្អូនទាំងអស់គ្នាចាចង់ព្យាបាលក៏ដូចជាថែទាំសុខភាពរបស់បងប្អូនទាំងអស់គ្នាតាមបែបរុក្ខជាតិឱសថបងប្អូនទាំងអស់គ្នាគ្រប់រុក្ខជាតិឱសថទាំងអស់មានកម្រិតក្នុងការប្រើប្រាស់ប្រសិនបើបងប្អូនទាំងអស់គ្នាមិនមានជំងឺណាមួយដែលហើយឬក៏ព្យាបាលជារួចហើយបងប្អូនបញ្ឈប់ក្នុងការប្រើប្រាស់សម្រាប់បងប្អូនទាំងអស់គ្នាមានចម្ងល់ក៏អាចពិភាក្សានឹងការសួរនាំបានតាមលេខទូរស័ព្ទនៅក្នុង page របស់នេះខ្ញុំចំណេះដឹងរុក្ខជាតិឱសថបងប្អូនជួយ subscribe នៅ channel YouTube របស់នេះខ្ញុំបងប្អូននឹងទទួលបានវីដេអូថ្មីៗពីការចែករំលែករបស់នេះខ្ញុំអរគុណច្រើន